I like to send this message straight to United Nations Secretary General, Mr. Antonio Guterres. To my understanding, the United Nations was created to keep the world under control, to keep the world organized, to prevent the big country from invading small country. And now Thailand considered a bigger country than Cambodia, more population than Cambodia, and more military equipment than Cambodia. And now, this week, Thailand opened the border and invade Cambodia. Thailand opened the air strike launch on Cambodia. And it's been 3 days, 4 days already. You act like you don't see nothing. Are you blind? Are you deaf? You don't hear anything? You don't know anything, Mr. Secretary? That's why President Donald Trump stopped donating money to United Nations. Because you guys become a useless organization. But ខ្ញុំសូមផ្ញើ message នេះត្រង់ទៅចំពោះអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយតែយើងបានដឹងហើយអង្គការសហប្រជាជាតិដែលយើងហៅថា UN ហ្នឹងបានបង្កើតឡើងដើម្បីថែរក្សាសន្តិភាពពិភពលោកហើយការពារកុំឲ្យប្រទេសធំប្រទេសមានអំណាចដើររំលោភឈ្លានពានលើប្រទេសតូចតាចហើយដូចយើងឃើញដឹងហើយបើអាចោសៀមវាមានប្រជាជនច្រើនជាងវាមានសេដ្ឋកិច្ចខ្លាំងជាងវាមានសម្ភារៈគ្រឿងកងទ័ពគ្រឿងចម្បាំងច្រើនជាងទំនើបជាងប្រទេសខ្មែរយើងហើយឥឡូវស្រុកចោសៀមចាប់ផ្ដើមបាញ់បោះស្រេចចិត្តរំលោភបំពានលើបូរណភាពដែនដីខ្មែរស្រេចចិត្តចុះ United Nations ហ្នឹង UN ហ្នឹងបានធ្វើអីខ្លះហើយអ្នកបានคล้ายទៅជាអង្គការមួយដែលគ្មានបានប្រយោជន៍អាហ្នឹងហើយដែលតែត្រាំឈប់ផ្ដល់លុយកាក់ជួយហើយខ្ញុំក៏សោកស្ដាយដែរដែលអង្គការសហប្រជាជាតិคล้ายទៅជាអង្គការគ្មានបានការគួរតែរើចេញអាហ្នឹងហើយដែលតាត្រាំថាឲ្យរើចេញពីបូរីញូវយ៉កទៅព្រោះអ្នកឯងអត់បានជួយបញ្ចប់ចំនួនបញ្ឈប់សង្គ្រាមជួយបញ្ឈប់អាប្រទេសធំមានអំណាចរំលោភបំពានលើប្រទេសតូចគ្មានអំណាចផងហ្នឹងសូមបងប្អូនចែករំលែកវីដេអូនេះឲ្យផ្ទុះផលផុសឲ្យលឺទៅដល់អា UN ហ្នឹងទៅបើ UN គ្មានបានការអញ្ចឹងបញ្ឈប់ទៅបញ្ឈប់មិនបាច់មានអង្គការសហប្រជាជាតិខ្មោចកាច់អីតទៀតទេពីថ្ងៃតទៅយើងនាំគ្នាតែផលិតកភ្លើងទិញកភ្លើងអីទៅអញ្ចឹងបានអាប្រទេសខ្លះលួចផលិតអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនដើម្បីទុករំលោភប្រទេសទូចតាចគ្មានបានការទេ UN